ពីអាយុក្រុមទី1ឲ្យគាត់ចង់ចេះចង់ដឹងហើយនៅទម្លាប់អាយុក្រុមអាយុទី2 7 ទៅ 12 ឆ្នាំហ្នឹងគោលដៅរឿងការខិតខំប្រឹងប្រែងឲ្យគាត់ចាប់ផ្ដើមខិតខំប្រឹងប្រែងហើយនៅឲ្យគាត់មានជំនាញឲ្យគាត់ build skill មានជំនាញទីអញ្ចឹងមកគេដាក់ណាតែអាយុហើយសាលាបើសាលាគេដាក់ថាត្រូវការអាន1ម៉ោងទីហ៎អាន1ម៉ោងហ្នឹងគឺត្រូវតែប្រឹងណា1ម៉ោងអានកន្លះម៉ោងអញ្ចឹងសាលាគេមាន app ឲ្យមើលឲ្យ check មើលឬក៏សាលាផ្ញើ PDF រឿងខ្មែរឬក៏រឿងបរទេសឲ្យកូនអានហ្នឹងមកពីអីក្នុងអាយុពី7 ទៅ 12ហ្នឹងគេចង់ឲ្យគាត់មានគោលដៅហើយគោលដៅហ្នឹងមានកលឹះពីរគោលដៅពីប្រឹងត្រូវតែផឹងហើយនឹងជំនាញអាន speed reading ជំនាញអានតែអត់អញ្ចឹងការប្រឹងប្រែងការដាក់ការខិតខំប្រឹងប្រែងហើយនឹងការ build skill មានជំនាញកីឡាឃើញអត់គាត់អត់ចង់ចូលកីឡាប៉ុន្តែសាលាបង្កើតម៉ោងកីឡាឲ្យគាត់លេងអញ្ចឹងកីឡាមានទាំងត្រូវតែធ្វើត្រូវតែប្រើកម្លាំងប៉ុន្តែវាមានជំនាញដែរជាជំនាញកសាងក្រុមជាជំនាញបើគេលេងបាល់ទះអញ្ចឹងជំនាញបាល់ទះបាល់ទាត់ជំនាញបាល់ទាត់អញ្ចឹងគេដឹងអ្នកចិត្តសាស្ត្រគេដឹងអ្នករៀបចំកម្មវិធីគេដឹងអាយុប៉ុណ្ណឹងគោលដៅគាត់គឺឲ្យមានការខិតខំប្រឹងប្រែងហើយនឹង build skill ជួយការងារផ្ទះលេងចានឲ្យជួយលេងចានខ្លះឲ្យជួយយកសម្រាមចោលខ្លះឲ្យគាត់បោសផ្ទះខ្លះសម្អាតផ្ទះខ្លះចឹងទៅខំប្រឹងហើយជំនាញមួយសម្រាប់ជីវិតគាត់ដាំស្លអីចឹងទៅ